រឿងគ្រូមើស្កនការនោះមានស្រីម្នាក់តាំងទីលំនៅនៅក្នុងភូមិសួនចំការផ្ទះនោះនៅដាត់ពីគេនាងនោះមានកូនខ្ចីអាយុប្រហែល8-9ខែតាំងពីប្តីស្លាប់ទៅនាងនោះក៏មេម៉ាយនៅតែជាមួយនឹងបងប្អូនឯកូនខ្ចីនោះពុំសូវជាជួនកោតរកគ្រុនស្កនជួនម្ដងកោតរៀងរៃស្គមលឿងលុះនៅយូរបន្តិចមកមានមនុស្សម្នាក់ដឹងថានាងមេម៉ាយនោះមានសម្បត្តិច្រើនទើបវាស្វែងរកមើលចន្លោះឱកាសនឹងទៅបញ្ឆោតក៏ហាក់បោកប្រាស់នាងមេម៉ាយនោះលុះដល់រដូវកាលជាជ្រូតកាត់ទើបបងប្អូនញាតិដែលនៅជាមួយផងនោះគេនាំគ្នាទៅជ្រូតស្រូវទាំងអស់គ្នានៅតែនាងមេម៉ាយទាំងម្នាក់នៅចាំផ្ទះមនុស្សពីនោះកាលណាបានអាកាសហើយវាក៏កៅក្បាលហើយលួចយកស្បូងជីពោលោកសង្ឃដែលទេគោចៅតាមគល់ពោធិមកស្លៀកពាក់ធ្វើអាការកិរិយាជីលោកសង្ឃដើរត្រង់ទៅផ្ទះនាងមេម៉ាយនោះលុះដល់ហើយវាធ្វើជាដាឈររេរ៉ានៅមុខផ្ទះឯនាងមេម៉ាយនោះអង្គុយនៅរៀនហាលឲ្យកូនបៅដោះលុះបានឃើញអ្នកខ្លែងភេទនោះហើយក៏នឹកថាលោកសង្ឃបរិសុទ្ធទើបបីកូនចោះទៅថ្វាយបង្គំសួរថាព្រះករុណាម្ចាស់និមន្តមកពីវត្តណាត្រូវការរកអ្វីព្រះគុណចៅពីលក៏ឆ្លើយថាចម្រើនពរអាត្មាភាពមកពីវត្តក្រោមមករកបិណ្ឌបិតាទៀនធូបយកទៅរៀនសមណធម៌ញោមអ្នកភូមិនោះគេទៅណាអស់ហើយបានជាស្ងាត់ម្លេះករុណាម្ចាស់គេទៅជ្រូតស្រូវឲ្យស្រ័យអស់ហើយលោកម្ចាស់ដូច្នេះញោមចោះញោមឯងមិនទៅជ្រូតស្រូវនឹងគេទេអូករុណាម្ចាស់ខៀងម្ចាស់នេះទៅជ្រូតកាត់នឹងគេឯណាបានកូនតូចនេះវាចេះតែឈឺមិនឈប់សោះឡើយចេះតែយំដាក់ពីដៃមិនរួចសោះប៉ែករុណាម្ចាស់ចម្រើនពរចុះវាឈឺយ៉ាងណាកូនញោមនោះករុណាម្ចាស់អាការៈជំងឺនោះកំណត់មិនបានជួនកាលវាគ្រុនក្តៅក្រហាយទៅជួនណាវាកាលជាស្កន់ជួនក្របបាត់ដង្ហើមទៅម្ដងក៏មានករុណាម្ចាស់អូអាណិតវាពេកណាស់ញោមជំងឺនេះគេហៅថាស្កន់ខ្លាវាជន់ណាញោមមិនដេចមិនរកគ្រូពេទ្យឲ្យគេមើលគ្នាទៅបណ្ដោយឲ្យឈឺយ៉ាងនេះជំងឺនេះមិនមែនជាក្រទេលមមរក្សាបានកូនបងអាត្មាភាពម្នាក់វាឈឺយ៉ាងហ្នឹងដែរអាត្មាមើលជាទៅឥឡូវធាត់ត្រលុកញោមអូស្ដាយកូនញោមនេះពេកណាស់ប្រុសផងគួរតែខំមើលរក្សាទៅអេករុណាម្ចាស់គ្រូមើលជំងឺកូនក្មេងនោះគ្រាន់តែស្ដោះផ្លុំតែពីកន្ក្រៃធ្វើមិនដេចនឹងជាដាច់រោគស្កន់ខ្លានេះបានតើមើលដោយឧបទេសទើបជាដាច់ញោមអាត្មាចេះខ្លះដែរតែអាត្មាដែលមកនេះដោយមានកិច្ចរោគទៀនធូបបានហើយក៏នឹងអោទៅរៀនសមណធម៌បើនៅចិត្តវត្តអាត្មានឹងជួយសង្គ្រោះមើលយកបុណ្យខ្លះឯនាងមេម៉ាយនោះលុលឺចៅពីលពោលពីកវិឆ្នោះហើយក៏សម្គាល់ថាជាលោកអ្នកចេះមើលជំងឺមែនទែនទើបនិយាយអង្វរថាព្រះករុណាម្ចាស់បើលោកម្ចាស់ចេះសូមមេត្តាប្រោស័តមើលកូនខ្ញុំករុណាសិនឯត្រង់ទៀនធូបដែលលោកម្ចាស់ត្រូវការនោះមិនជីប៉ុន្មានទេខ្ញុំព្រះករុណាថ្វាយខ្លួនជាញោមឧបថាកបវរណាលោកម្ចាស់សូមកុំឲ្យលោកម្ចាស់ព្រួយព្រះហឫទ័យឡើយឯចៃពីលនោះបានឱកាសហើយក៏ឆ្លើយថាចម្រើនពរញោមធ្វើម្ដេចឯងជាសង្ឃកំពុងសัตว์កាលបើឃើញញាតិញោមកើតវិបត្តិតោងកាត់ធុរៈខ្លួនសិនចោះថាហើយក៏ឡើងទៅលើផ្ទះឯនាងមេម៉ាយក៏រៀបទីអាសន្នដ៏សមគួរឲ្យចៅពីលអង្គុយហើយក៏បៀកស្លាមួបារីដាក់ពៀនប្រគេនចៅពីលបង្កាប់ឲ្យនាងមេម៉ាយរៀបទៀន5ធូប5ឆ្នាំងថ្មីមួយនិងសម្ពុតសមួយចង្ងាមទៀនយន្តបិទមាត់ឆ្នាំងហើយចៅពីលថាញោមទីភូមិនេះមានត្បាល់ក្តឿងដែរឬទេករុណាម្ចាស់ត្បាល់ក្តឿងខ្ញុំព្រះករុណាមាននៅខាងកន្សែងផ្ទះឯណោះញោមបើដូច្នេះញោមយកកូននិងគ្រឿងទៀនធូបអស់នេះទៅឯរោងក្តឿងអាត្មានឹងរៀបពិធីក្តឿងនាងមេម៉ាយក៏បីកូនកាន់យកទៀនធូបអស់នេះទៅឯរោងក្តឿងហើយចៅពីលយកទៀនធូបអ៊ុតតាំងពិធីនៅមាត់ត្បាល់ហើយវាបោសទីនោះស្អាតល្អពុំឲ្យមានឈើព្រៃនៅខាងត្បាល់ទៅវាហៅយកកូននោះមកតាំងនៅទីពិធីនោះហើយវាថាញោមឯងទៅជន់ក្តឿងឲ្យវាឡើងជន់ចន្លោបាន3ដងជាឧបកិច្ចអាត្មានឹងសែកព្រះកថាស្រូបយកប្រលឹងខ្លាចេញពីរូបកូនបញ្ជូនដាក់ក្នុងឆ្នាំងយន្តហើយយកទៅបណ្ដែតទឹកចោលដើម្បីកុំឲ្យប្រលឹងខ្លាវាមកបៀតបៀនបានទៀតឡាយឯនាងមេម៉ាយក៏ជឿតាមទៅជន់ចុងក្តឿងឡើងឯចៅពីលវាយកកូននោះដាក់នៅក្នុងត្បាល់ហើយវាដកឈើត្រណល់ដែលទល់ក្តឿងនោះបោះក្រវែងចោលទៅឆ្ងាយអំពីត្បាល់ហើយវាចេញពីទីពិធីនោះប្រាប់ថាញោមប្រងជន់ឲ្យជាប់កុំឲ្យរបូតជើងខ្លាក់ទៅត្រីកូនចាំអាត្មាទៅយកថង់យាមឆាន់ស្លាមួយរំពេចសូមមកទល់ឲ្យវិញថាហើយចៅពីលក៏ឡើងទៅលើផ្ទះតាំងរើរករបស់ទ្រព្យសម្បត្តិមាសប្រាក់កែវកង់សម្ពុតអាវស្បៃហើយវាវែកជាសំពាយធំតាំងស្ពាយពីលើផ្ទះរត់ទៅកាន់លំនៅវាហោងឯនាងមេម៉ាយឃើញចៅពីលជញ្ជូនយកទ្រព្យសម្បត្តិខ្លួនដូច្នោះហើយក៏ហៅឲ្យគេជួយក៏ពុំមានអ្នកណាមួយឮឡើយព្រោះផ្ទះនោះនៅដាច់អំពីគេម្ល៉េះហើយនាងមេម៉ាយក៏អន្តែងនៅចុងក្តឿងនោះឯងបើនឹងលែងក្តឿងវែងទៅខ្លាចធ្លាក់ទៅត្រីកូនដោយចិត្តមេត្តាតែងទុនតោចော့ទៅកាន់កូនអាត្មាជាធម្មតាការដែលសោកស្ដាយទ្រព្យសម្បត្តិក្រៃគឺជាមធ្យមឯសេចក្តី
ដែលលោកអនុតកូននោះលើសលែងសម្បត្តិខាងក្រៅនាងមេម៉ាយក៏នៅច្រងាងដោយបុគ្គលគេចងភ្ជាប់រេតែតួក៏ពំរួយលុះដល់ល្ងាចទើបមានគេដាវមកទើបអាយគេទល់ចន្ទល់ក្ដឿងយកកូនបានអាសូរនាងមេម៉ាយកាយជាប់ក្ដឿងព្រោះអាចៅសម្ពុតលឿងវាបញ្ឆោតសែនក្ដួលសែនក្ដៅសែនក្រៅក្រោតនឹងលោតគឺតាមចាប់អាចៅក្រែងក្ដឿងត្រីកូនសូនជីវិតដោយចិត្តមេដាតែងទុនតោតែមានអារម្មណ៍ឲ្យខឹងខោនឹងចោលបងកូននៅពុំមាន